76 76ទៅកដោអ្នកទាំងអស់គ្នាចាអ្នកទាំងអស់គ្នាគឺយើងចាក់កតាអុកទៅកដោបែបនេះហើយអ្នកទាំងអស់គ្នានឹងវាស់ផ្នែកដល់អ្នកទាំងអស់គ្នាមើលថាវានឹងមានប្រវែងប្រមាណបន្តមកទៀតគឺយើងចាក់ក្បាច់បករបងទើអ្នកទាំងអស់គ្នាយើងរាប់1 2 3យើងចាក់ប្រឡោះទី3អ្នកទាំងអស់គ្នា1 2 3យើងចាក់ប្រឡោះទី3គឺយើងចាក់ក្បាច់បករបងទើចាំមូលហេតុដែលខ្ញុំចាក់នេះគឺដោយសារខ្ញុំធ្លាប់ចាក់អាវក្រៅមកនឹងម្ដងហើយដោយសារមានភ្ញៀវកំងអញ្ចឹងទៅខ្ញុំអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានៅពេលដែលយើងចាក់បានហើយគឺយើងតាក់ពីហើយយើងត្រឡប់ក្រោយបែរមកអ្នកទាំងអស់គ្នាគឺសោកអត់សោកនៅប្រឡោះតាក់ពីហ្នឹងទេគឺអត់សោកចឹងទេអ្នកទាំងអស់គ្នាសោកពាក់កណ្ដាលនេះអ្នកទាំងអស់គ្នានេះគឺខ្ញុំចាក់បានហើយនេះគឺជាផ្ទាំងខាងក្រោយអ្នកទាំងអស់គ្នាមូលហេតុដែលខ្ញុំចាក់បញ្ចូលធំអ្នកទាំងអស់គ្នាបញ្ចូលលេខ6នេះគឺដោយសារតែវាចាក់ទៅវាយឺទៅអ្នកទាំងអស់គ្នាវាយឺអញ្ចឹងងាយស្រួលពាក់អ្នកទាំងអស់គ្នាពេលយើងចាក់អញ្ចឹងទៅគីឡូត្រឹមខ្ញុំចាក់សម្រាប់គីឡូចន្លោះពី40ទៅ60គីឡូអាចពាក់បានអញ្ចឹងណាអ្នកទាំងអស់គ្នាចាគ្នានេះគឺបែបនេះគឺជាផ្នែកខាងក្រោយអ្នកទាំងអស់គ្នាពេលដែលខ្ញុំចាក់ផ្ទាំងខាងក្រោយបានហើយគឺខ្ញុំចាក់ផ្ទាំងខាងមុខអ្នកទាំងអស់គ្នាផ្ទាំងខាងមុខគឺមានប្រវែង21សង់ទីម៉ែត្រអ្នកទាំងអស់គ្នាចានេះគឺជាផ្នែកដៃអ្នកទាំងអស់គ្នានេះគឺជាផ្នែកពីក្លៀកចុះក្រោមទៅនេះជាផ្នែកកដៃអ្នកទាំងអស់គ្នាកន្លែងមកគឺផ្នែកក្លៀកវាធំខ្ញុំចាក់ឲ្យទំហំធំផ្នែកចុះមកក្រោមគឺវាមានទំហំមានទូចវាមានកម្រិតណាទីនេះអ្នកទាំងអស់គ្នាដល់ពេលដែលយើងទៅជាប់ស្មាវាអញ្ចឹងណាផ្នែកស្មាផ្នែកខាងមុខផ្នែកខាងក្រោយខ្ញុំជាប់ពីនេះមកនេះទាំងអស់គ្នាគឺខ្ញុំជាប់ដោយការដេជាប់ចាក់ជាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាខ្ញុំជាប់ហើយនេះគឺវាគ្នាបែបនេះគឺជាផ្នែកខាងខុសគ្នាខាងខុសគ្នាខាងត្រូវមានលក្ខណៈបែបនេះអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវមានដៃអាវយើងចានេះខ្ញុំសូមបញ្ជាក់ម្ដងទៀតខាងនេះគឺជាផ្នែកខាងក្លៀកខាងនេះគឺជាកដៃចុងកដៃគឺជាដើមដៃនៃក្លៀកយើងភ្ជាប់ពីនេះទៅនេះគឺយើងភ្ជាប់បែបហ្នឹងអាប់ចឹងអ្នកទាំងអស់គ្នាត្រូវមានមកចូលខ្ទាស់បែបនេះដើម្បីឲ្យយើងខ្ទាស់ទៅ